សេះ Echosphorus caballus គឺជាថនិកសត្វដែលមានជើងម្ខាងជាប្រភេទសត្វចិញ្ចឹមក្នុងស្រុកមានជើងម្ខាងនិងមានជើងម្ខាងវាជាកម្មសិទ្ធិរបស់គ្រួសារ Equidae ដែលចាត់ថ្នាក់ជាសេះហើយជាប្រភេទរងមួយក្នុងចំណោមប្រភេទរងពីរដែលនៅសេសសល់របស់ Echosphorus សេះនេះបានវិវត្តក្នុងរយៈពេល45ទៅ55លានឆ្នាំកន្លងមកនេះពីសត្វតូចមួយដែលមានជើងច្រើនគឺ Oeaphus ទៅជាសត្វដែលមានជើងម្ខាងធំនាពេលបច្ចុប្បន្ននេះដែលដើមឡើយនៅអាមេរិកខាងជើងមនុស្សបានចាប់ផ្ដើមចិញ្ចឹមសេះនៅប្រហែលឆ្នាំ4000មុនគ.ស. នៅអាស៊ីកណ្ដាលហើយការចិញ្ចឹមសេះរបស់ពួកគេត្រូវបានគេជឿថាបានរីករាលដាលនៅប្រហែលឆ្នាំ3000មុនគ.ស. សេះនៅក្នុងប្រភេទរង Caballus ត្រូវបានចិញ្ចឹមក្នុងស្រុកទោះបីជាចំនួនសេះចិញ្ចឹមក្នុងស្រុកមួយចំនួនរស់នៅក្នុងព្រៃជាសេះព្រៃក៏ដោយចំនួនសេះព្រៃទាំងនេះមិនមែនជាសេះព្រៃពិតប្រាកដទេដែលជាសេះដែលមិនធ្លាប់ត្រូវបានចិញ្ចឹមក្នុងស្រុកមានវាក្យសព្ទឯកទេសយ៉ាងទូលំទូលាយដែលប្រើដើម្បីពិពណ៌នាអំពីគោលគំនិតទាក់ទងនឹងសេះដែលគ្រប់ដណ្ដប់លើអ្វីគ្រប់យ៉ាងចាប់ពីកាយវិភាគសាស្ត្ររហូតដល់ដំណាក់កាលជីវិតទំហំពណ៌សញ្ញាណសម្គាល់ពូជចលនានិងឥរិយាបថសេះត្រូវបានសម្របខ្លួនទៅនឹងការរត់ដែលអនុញ្ញាតឲ្យពួកវាគេចផុតពីសត្វមុំសាសីបានយ៉ាងឆាប់រហ័សហើយមានអារម្មណ៍ល្អនៃតុល្យភាពនិងការឆ្លើយតបយ៉ាងខ្លាំងចំពោះការប្រយុទ្ធឬរត់ទាក់ទងនឹងសមត្ថភាពក្នុងការរត់គេចពីសត្វមុំសាសីនៅក្នុងព្រៃនេះគឺជាលក្ខណៈមិនធម្មតាមួយសេះអាចដេកទាំងឈរនិងដេកដោយសេះតូចមានទំនោរដេកច្រើនជាងសេះពេញវ័យសេះញីហៅថាសេះញីដឹកកូនរបស់វាប្រហែល11ខែហើយសេះវ័យក្មេងហៅថាសេះកូនភ្នំអាចឈរនិងរត់បានភ្លាមបន្ទាប់ពីកើតសេះចិញ្ចឹមភាគច្រើនចាប់ផ្ដើមហ្វឹកហាត់នៅក្រោមកែបឬក្នុងខ្សែចុងសេះរវាងអាយុ2និង4ឆ្នាំពួកវាឈានដល់ការអភិវឌ្ឍពេញវ័យពេញលេញនៅអាយុ5ឆ្នាំហើយមានអាយុជាមធ្យមចន្លោះពី25ទៅ30ឆ្នាំពូជសេះត្រូវបានបែងចែកជា3ប្រភេទដោយឡែកដោយផ្អែកលើនិស្ស័យទូទៅសេះដែលមានឈាមក្តៅរស់រវើកជាមួយនឹងល្បឿននិងការស៊ូទ្រាំសេះដែលមានឈាមត្រជាក់ដូចជាសេះដែលរត់តាមដងផ្លូវនិងសេះតូចមួយចំនួនសមស្របសម្រាប់ការងារយឺតនិងធ្ងន់និងសេះដែលមានឈាមក្តៅដែលបង្កើតឡើងពីការបង្កាត់ពូជរវាងសេះដែលមានឈាមក្តៅនិងសេះដែលមានឈាមត្រជាក់ដែលជារឿយផ្ដោតលើការបង្កើតពូជសម្រាប់គោលបំណងជិះជាក់លាក់ជាពិសេសនៅអឺរ៉ុបសប្តាហ៍ថ្ងៃនេះមានសេះជាង300ពូជនៅលើពិភពលោកដែលត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ផ្សេងគ្នាជាច្រើនសេះនិងមនុស្សមានអន្តរកម្មនៅក្នុងការប្រកួតកីឡាជាច្រើនប្រភេទនិងសកម្មភាពកម្សាន្តមិនមែនប្រកួតប្រជែងក៏ដូចជានៅក្នុងសកម្មភាពការងារដូចជាការងារប៉ូលីសកសិកម្មការកម្សាន្តនិងការព្យាបាលជាប្រវត្តិសាស្ត្រក្នុងសង្គ្រាមដែលបច្ចេកទេសជិះនិងបើកបរជាច្រើនប្រភេទត្រូវបានបង្កើតឡើងដោយប្រើឧបករណ៍និងវិធីសាស្ត្រគ្រប់គ្រងជាច្រើនប្រភេទផ្សេងគ្នាផលិតផលជាច្រើនមានប្រភពមកពីសេះរួមទាំងសាច់ទឹកដោះគោស្បែកសក់ឆ្អឹងនិងអុសដែលស្រង់ចេញពីទឹកនោមរបស់សេះញីមានផ្ទៃពោះអាយុកាលនិងដំណាក់កាលនៃជីវិតអាស្រ័យលើពូជការគ្រប់គ្រងនិងបរិស្ថានសេះក្នុងស្រុកសម័យទំនើបមានអាយុកាលជាមធ្យមពី25ទៅ30ឆ្នាំជារឿងចម្លែកសត្វមួយចំនួនរស់នៅដល់អាយុ40ឆ្នាំហើយជួនកាលលើសពីនេះកំណត់ត្រាចាស់បំផុតដែលអាចផ្ទៀងផ្ទាត់បានគឺ Old Belly ក៏ដែលជាសេះនៅសតវត្សទី19ដែលរស់នៅដល់អាយុ62ឆ្នាំនៅសម័យទំនើប Sugar Puff ដែលត្រូវបានចុះបញ្ជីក្នុងកំណត់ត្រាពិភពលោក Guinness ជាសេះតូចចំណាស់ជាងគេបំផុតរបស់ពិភពលោកបានស្លាប់នៅឆ្នាំ2007ក្នុងអាយុ56ឆ្នាំដោយមិនគិតពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សេះឬសេះតូចទេសម្រាប់គោលបំណងប្រកួតប្រជែងភាគច្រើនមួយឆ្នាំត្រូវបានបន្ថែមទៅអាយុរបស់វារៀងរាល់ថ្ងៃទី1ខែមករានៃឆ្នាំនីមួយនៅអត្តគោលខាងជើងនិងរៀងរាល់ថ្ងៃទី1ខែសីហានៅអត្តគោលខាងត្បូងករណីលើកលែងគឺការជិះដោយស៊ូទ្រាំដែលអាយុអបបរមាដើម្បីប្រកួតប្រជែងគឺផ្អែកលើអាយុប្រតិទិនពិតប្រាកដរបស់សត្វទំហំនិងរង្វាស់កម្ពស់របស់សេះត្រូវបានវាស់នៅចំណុចខ្ពស់បំផុតនៃគ្រីមស្វិតជាកន្លែងដែលកញ្ចឹងជួបនឹងខ្នងចំណុចនេះត្រូវបានប្រើពីព្រោះវាជាចំណុចស្ថិរភាពនៃកាយវិភាគសាស្ត្រមិនដូចក្បាលរូបដែលរំកិលឡើងលើចុះក្រោមតាក់ទងនឹងដងខ្លួនរបស់សេះនោះទេនៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសកម្ពស់របស់សេះត្រូវបានបញ្ជាក់ជាញឹកញាប់ជាឯកតាន័យដៃនិងអ៊ីងដែលម្ខាងស្មើនឹង4អ៊ីង 101.51 ម៉មកម្ពស់ត្រូវបានបង្ហាញជាចំនួនដៃពេញបន្ទាប់មកដោយចំណុចមួយបន្ទាប់មកចំនួនអ៊ីងបន្ថែមហើយបញ្ចប់ដោយអក្សរកាត់យះឬកសម្រាប់បួដៃខ្ពស់ក៏ដូច្នេះសេះដែលត្រូវបានពិពណ៌នាថា 15.2 គឺ15ដៃបូក2អ៊ីងសម្រាប់កម្ពស់សរុប62អ៊ីង 157.5 សង់ទីម៉ែត្រទំហំសេះមានភាពខុសប្លែកគ្នាទៅតាមពូជសេះប៉ុន្តែក៏ត្រូវបានជាឥទ្ធិពលដោយអាហារូបត្ថម្ភផងដែរសេះជីស្រាជាធម្មតាមានកម្ពស់ចាប់ពី14ទៅ15ដៃ
56ទៅ64អ៊ីង142ទៅ163សង់ទីម៉ែត្រហើយអាចមានទម្ងន់ពី380ទៅ550គីឡូក្រាម840ទៅ210ផោនសេះជីធំជាងជាធម្មតាចាប់ផ្ដើមពីប្រហែល 15.2 ដៃ62អ៊ីង157សង់ទីម៉ែត្រហើយជារឿយមានកម្ពស់ដល់17ដៃ68អ៊ីង173សង់ទីម៉ែត្រដែលមានទម្ងន់ពី500ទៅ600គីឡូក្រាម100ទៅ320ផោនសេះធ្ងន់ឬសេះអូសទាញជាធម្មតាមានកម្ពស់យ៉ាងហោចណាស់15ដៃ64អ៊ីង163សង់ទីម៉ែត្រហើយអាចមានកម្ពស់ដល់18ដៃ72អ៊ីង183សង់ទីម៉ែត្រពួកវាអាចមានទម្ងន់ចាប់ពីប្រហែល700ទៅ1000គីឡូក្រាម540ទៅ200ផោនសេះធំជាងគេក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកប្រហែលជាសេះឆែលឈ្មោះ Mammoth ដែលកើតនៅឆ្នាំ1848វាមានកម្ពស់ 21.2 ម៉ែត្រមានកម្ពស់14ដៃ 85.25 អ៊ីង 219 សង់ទីម៉ែត្រហើយទម្ងន់អត្ថបរមារបស់វាត្រូវបានប៉ាន់ប្រមាណថាមានទម្ងន់524គីឡូក្រាម360ផោនអ្នកកាន់កំណត់ត្រាសម្រាប់សេះតូចបំផុតមិនធ្លាប់មានគឺ Thumbelina ដែលជាសេះខ្នាតតូចពេញវ័យដែលរងផលប៉ះពាល់ដោយភាពទឿវាមានកម្ពស់43សង់ទីម៉ែត្រកម្ពស់ 4.1 ដៃ17អ៊ីងនិងមានទម្ងន់26គីឡូក្រាម57ផោនពណ៌និងសញ្ញាសម្គាល់សេះបង្ហាញពណ៌រោមជាច្រើនប្រភេទនិងសញ្ញាសម្គាល់ផ្សេងគ្នាដែលពិពណ៌នាដោយវាក្យសព្ទឯកទេសជាញឹកញាប់សេះត្រូវបានចាត់ថ្នាក់ជាមុនសិនដោយពណ៌រោមរបស់វាមុនពូជឬភេទសែនជាច្រើនដែលបង្កើតពណ៌និងលំនាំរោមសេះត្រូវបានកំណត់អត្តសញ្ញាណការធ្វើតេស្តសែនបច្ចុប្បន្នអាចកំណត់អត្តសញ្ញាណយ៉ាងហោចណាស់13អាឡែផ្សេងគ្នាដែលជាឥទ្ធិពលដល់ពណ៌រោមហើយការស្រាវជ្រាវបន្តរកឃើញសែនថ្មីដែលភ្ជាប់ទៅនឹងលក្ខណៈជាក់លាក់ពណ៌រោមមូលដ្ឋាននៃពណ៌ត្នោតនិងខ្មៅត្រូវបានកំណត់ដោយសែនដែលគ្រប់គ្រងដោយអ្នកទទួល melanocortin មួយដែលត្រូវបានគេស្គាល់ផងដែរថាជាកសែនពង្រីកឬកតាក្រហមទម្រង់ recessive របស់វាគឺក្រហមពណ៌ត្នោតហើយទម្រង់លេចធ្លោរបស់វាគឺខ្មៅសែនបន្ថែមគ្រប់គ្រងការបង្ក្រាបពណ៌ខ្មៅទៅជាពណ៌ចំណុចដែលបណ្ដាលឲ្យមានចំណុចពណ៌ត្នោតលំនាំស្នាមប្រឡាក់ដូចជា Pinto ឬ Leopard សែនពន្លាយដូចជា Palomino ឬ Dan ក៏ដូចជាពណ៌ប្រផេះនិងកត្តាផ្សេងទៀតទាំងអស់ដែលបង្កើតពណ៌រោមជាច្រើនដែលអាចរកបាននៅក្នុងសេះដែលមានពណ៌រោមពណ៌ច្រើនតែត្រូវបានដាក់ស្លាកខុសសេះដែលមើលទៅគឺសេះជាធម្មតាជាសេះពណ៌ប្រផេះវ័យកណ្ដាលឬចាស់ជាងសេះពណ៌ប្រភេទកើតមកមានពណ៌ខ្មៅជាងមុនកាន់តែស្រាលនៅពេលពួកវាចាស់ទៅប៉ុន្តែជាធម្មតារក្សាស្បែកខ្មៅនៅក្រោមរោមពណ៌របស់វាលើកលែងតែស្បែកពណ៌ផ្កាឈូកនៅក្រោមស្នាមពណ៌សេះតែមួយគត់ដែលហៅថាសកាត់មកមានរោមពណ៌ជាចម្បងនិងស្បែកពណ៌ផ្កាឈូកដែលជាករណីកម្រមួយកត្តាសែនផ្សេងគ្នានិងមិនតាក់ទងគ្នាអាចបង្កើតពណ៌រោមពណ៌ចំពោះសេះរួមទាំងអាឡែផ្សេងគ្នាជាច្រើននៃពណ៌ស្លេកធ្លោនិងសែន Sabino មួយទោះជាយ៉ាងណាក៏ដោយមិនមានសេះ albino ក៏ដែលត្រូវបានគេកំណត់ថាមានទាំងស្បែកពណ៌ផ្កាឈូកនិងភ្នែកពណ៌ក្រហមនោះទេការបន្តពូជនិងការអភិវឌ្ឍការមានផ្ទៃពោះមានរយៈពេលប្រហែល340ថ្ងៃដោយមានចន្លោះពេលជាមធ្យម370ថ្ងៃហើយជាធម្មតាបណ្ដាលឲ្យមានកូនសេះមួយក្បាលកូនភ្លោះកម្រមានណាស់សេះគឺជាប្រភេទសត្វដែលមិនទាន់ពេញវ័យហើយកូនសេះអាចឈរនិងរត់បានក្នុងរយៈពេលខ្លីបន្ទាប់ពីកើតកូនសេះជាធម្មតាកើតនៅនីតិរដូវវត្តរដូវរបស់សេះញីកើតឡើងប្រហែលរៀងរាល់19-22ថ្ងៃម្ដងហើយកើតឡើងពីដើមនីតិរដូវដល់រដូវស្លឹកឈើជ្រុះសេះញីភាគច្រើនចូលទៅក្នុងរយៈពេលរដូវក្នុងរដូវរងាហើយដូច្នេះមិនវត្តរដូវក្នុងរយៈពេលនេះទេកូនសេះជាទូទៅត្រូវបានផ្ដាច់ដោះពីម្ដាយរបស់ពួកគេវាងអាយុ4ទៅ6ខែសេះជាពិសេសកូនសេះតូចជួនកាលមានសមត្ថភាពបន្តពូជខាងរាងកាយនៅអាយុប្រហែល18ខែប៉ុន្តែសេះចិញ្ចឹមកុមារត្រូវបានអនុញ្ញាតឲ្យបង្កាត់ពូជមុនអាយុ3ឆ្នាំណាស់ជាពិសេសសេះញីសេះអាយុ4ឆ្នាំត្រូវបានចាត់ទុកថាពេញវ័យទោះបីជាគ្រោងឆ្អឹងជាធម្មតាបន្តអភិវឌ្ឍរហូតដល់អាយុ6ឆ្នាំក៏ដោយភាពពេញវ័យក៏អាស្រ័យលើទំហំពូជភេទនិងគុណភាពនៃការថែទាំរបស់សេះផងដែរសេះធំមានឆ្អឹងធំជាងដូច្នេះមិនត្រឹមតែឆ្អឹងត្រូវការពេលយូរដើម្បីបង្កើតជាលិកាឆ្អឹងប៉ុណ្ណោះទេប៉ុន្តែបន្ទះ epiphyseal ក៏ធំជាងនិងត្រូវការពេលយូរដើម្បីបំផ្លែងពីឆ្អឹងខ្ចីទៅជាឆ្អឹងបន្ទះទាំងនេះបំផ្លែងបន្ទាប់ពីផ្នែកផ្សេងទៀតនៃឆ្អឹងហើយមានសារៈសំខាន់ចំពោះការអភិវឌ្ឍអាស្រ័យលើភាពចាស់ទុំពូជនិងការងារដែលរំពឹងទុកសេះជាធម្មតាត្រូវបានដាក់នៅក្រោមកែបហើយត្រូវបានហ្វឹកហាត់ឲ្យជិះរវាងអាយុ2ទៅ4ឆ្នាំទោះបីជាសេះប្រណាំងពូជសុទ្ធត្រូវបានដាក់នៅលើផ្លូវប្រណាំងនៅអាយុ2ឆ្នាំនៅក្នុងប្រទេសមួយចំនួនក៏ដោយសេះដែរ
រើបានបង្កាត់ពូជាពិសេសសម្រាប់កីឡាដូចជាការជិះសេះ dressage ជាទូទៅមិនត្រូវបានដាក់នៅក្រោមកែបរហូតដល់ពួកវាមានអាយុ3 ឬ 4 ឆ្នាំទេពីព្រោះឆ្អឹងនិងសាច់ដុំរបស់ពួកវាមិនទាន់អភិវឌ្ឍរឹងមាំសម្រាប់ការប្រកួតប្រជែងជិះសេះដោយការស៊ូទ្រាំសេះមិនត្រូវបានចាត់ទុកថាចាស់ទុំគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងរហូតដល់ពួកវាមានអាយុពេញ60ខែ5ឆ្នាំកាយវិភាគសាស្ត្រគ្រោងឆ្អឹងសេះមានឆ្អឹងជាមធ្យម205ភាពខុសគ្នាគួរឲ្យកត់សម្គាល់រវាងគ្រោងឆ្អឹងសេះនិងគ្រោងឆ្អឹងមនុស្សគឺកង្វះឆ្អឹងកញ្ចឹងអវយវៈខាងមុខរបស់សេះត្រូវបានភ្ជាប់ទៅនឹងឆ្អឹងខ្នងដោយសំណុំសាច់ដុំសរសៃពួរនិងសរសៃចងដ៏មានអានុភាពដែលភ្ជាប់ឆ្អឹងស្មាទៅនឹងដងខ្លួនជើងនិងក្រចកជើងទាំង4របស់សេះក៏ជារចនាសម្ព័ន្ធពិសេសផងដែរឆ្អឹងជើងរបស់ពួកវាមានសមាមាត្រខុសគ្នាពីឆ្អឹងរបស់មនុស្សស្រដៀងគ្នានេះដែរជើងមានឆ្អឹងស្មើនឹងឆ្អឹងនៅជើងនិងកែងជើងរបស់មនុស្សឆ្អឹងជើងខាងក្រោមរបស់សេះត្រូវគ្នាទៅនឹងឆ្អឹងដៃឬជើងរបស់មនុស្សឆ្អឹងជើងក្តានដែលហៅមិនត្រឹមត្រូវថាជើងគឺជាឆ្អឹងសេសាមួយចិត្តរវាងឆ្អឹងកាំភ្លើងធំសម្មូលតែមួយទៅនឹងឆ្អឹង metacarpal ឬ metatarsal របស់មនុស្សនិងឆ្អឹង phalanges ចិត្តដែលមានទីតាំងនៅកន្លែងដែលមនុស្សម្នាក់រកឃើញ knuckles របស់មនុស្សសេះមិនមានសាច់ដុំនៅក្នុងជើងរបស់វានៅខាងក្រោមជង្គង់និងជើងទេមានតែស្បែកសក់ឆ្អឹងសរសៃពួរសរសៃចងឆ្អឹងខ្ចីនិងជាលិកាឯកទេសផ្សេងដែលបង្កើតជាក្រចកជើងប៉ុណ្ណោះ Snokeសារៈសំខាន់ដ៏សំខាន់នៃជើងនិងជើងត្រូវបានសង្ខេបដោយសុភាសិតប្រពៃណីថាគ្មានជើងគ្មានសេះក្រចកជើងសេះចាប់ផ្ដើមដោយកោសិកា phalanges ខាងចុងដែលស្មើនឹងចុងម្រាមដៃរបស់មនុស្សឬចុងម្រាមជើងដែលហ៊ុមព័ទ្ធដោយឆ្អឹងខ្ចីនិងជាលិកាទន់ឯកទេសផ្សេងទៀតដែលសម្បូរឈាមដូចជា lamina ជញ្ជាំងក្រចកជើងខាងក្រៅនិងស្នែងនៃបាតជើងត្រូវបានផលិតពី keratinដែលជាសម្ភារៈដូចគ្នានឹងក្រចកដៃរបស់មនុស្សលទ្ធផលគឺថាសេះដែលមានទម្ងន់ជាមធ្យម500គីឡូក្រាម100ផោនធ្វើដំណើរដោយឆ្អឹងដូចគ្នានឹងមនុស្សដើរលើចុងម្រាមជើងដែរដើម្បីការពារស្បែកជើងសេះរោមលក្ខខណ្ឌជាក់លាក់សេះខ្លះមានជាងកាត់សក់ដែលមានជំនាញវិជ្ជាជីវៈដាក់ស្បែកជើងសេះនៅលើជើងរបស់វាស្បែកជើងសេះលូតលាស់ជាបន្តបន្ទាប់ហើយចំពោះសេះចិញ្ចឹមភាគច្រើនត្រូវការកាត់ហើយស្បែកជើងសេះត្រូវបានកំណត់ឡើងវិញប្រសិនបើប្រើរៀងរាល់8សប្តាហ៍ម្ដងទោះបីជាស្បែកជើងសេះនៅក្នុងព្រៃរហែកនឹងដុះឡើងវិញក្នុងអត្រាសមស្របសម្រាប់ដីរបស់វាក៏ដោយថ្មីសេះត្រូវបានសម្របខ្លួនទៅនឹងការស៊ីស្មៅពូសេះពេញវ័យមានធ្មេញមុខចំនួន12នៅផ្នែកខាងមុខនៃមាត់ដែលសម្របខ្លួនទៅនឹងការខាំស្មៅឬរុក្ខជាតិផ្ទៃទៀតមានធ្មេញចំនួន24ដែលសម្របខ្លួនសម្រាប់ការទំពាគឺធ្មេញមុននិងធ្មេញផ្គាំនៅខាងក្រោយមាត់សេះឈ្មោលនិងសេះឈ្មោលមានធ្មេញបន្ថែមចំនួន4នៅពីក្រោយធ្មេញមុខដែលជាប្រភេទធ្មេញចង្គមមួយហៅថាគូធ្មេញចង្គមក៏សេះខ្លះទាំងឈ្មោលនិងញីក៏នឹងវិវត្តធ្មេញតូចចំនួន1ទៅ4នៅពីមុខធ្មេញផ្កាមដែលត្រូវបានគេស្គាល់ថាជាធ្មេញចុកដែលជាទូទៅត្រូវបានដកចេញពីព្រោះវាអាចជ្រៀតរែកជាមួយធ្មេញមានចន្លោះធ្មេញទេវៀងធ្មេញមុខនិងធ្មេញផ្កាមដែលធ្មេញនេះស្ថិតនៅលើអញ្ចាញធ្មេញឬក្របាកនៃមាត់សេះនៅពេលដែលសេះត្រូវបានចងការប៉ាន់ស្មានអាយុសេះអាចត្រូវបានធ្វើឡើងដោយការមើលធ្មេញរបស់វាធ្មេញនៅតែបន្តដុះឡើងពេញមួយជីវិតហើយត្រូវបានស៊ីស្មៅដូច្នេះធ្មេញមុខបង្ហាញការផ្លាស់ប្ដូរនៅពេលសេះចាស់ទៅពួកវាបង្កើតលំនាំពាក់ច្បាស់លាស់ការផ្លាស់ប្ដូររូបរាងធ្មេញនិងការផ្លាស់ប្ដូរមុំដែលផ្ទៃទំពីជួបគ្នានេះអនុញ្ញាតឲ្យមានការប៉ាន់ស្មានរដប់អំពីអាយុសេះទោះបីជារបបអាហារនិងការថែទាំសត្វក៏អាចប៉ះពាល់ដល់រាងនៃការពាក់ធ្មេញក៏ដោយការរំលាយអាហារសេះជាសត្វស៊ីស្មៅដែលមានប្រព័ន្ធរំលាយអាហារដែលសម្របខ្លួនទៅនឹងចំណីស្មៅនិងរុក្ខជាតិផ្ទៃទៀតដែលស៊ីជាប្រចាំពេញមួយថ្ងៃឆ្នេះបើប្រៀបធៀបទៅនឹងមនុស្សពួកវាមានក្រពះតូចប៉ុន្តែពោះវៀនវែងណាស់ដើម្បីសម្រួលដល់លំហូរសារធាតុចិញ្ចឹមជាប្រចាំសេះទម្ងន់450គីឡូក្រាម990ផោននិងស៊ីអាហារពី7ទៅ11គីឡូក្រាម15ទៅ24ផោនក្នុងមួយថ្ងៃហើយក្រោមការប្រើប្រាស់ធម្មតាផឹកទឹកពី38ទៅ45លីត្រ8.4ទៅ9.9 imping gallon 10ទៅ12 gallon អាមេរិកសេះមិនមែនជាសត្វស៊ីស្មៅទេដែលមានក្រពះតែមួយដូចមនុស្សប៉ុន្តែមិនដូចមនុស្សស្ទេពួកវាអាចរំលាយសែលុយឡូសដែលជាសមាសធាតុសំខាន់នៃស្មៅតាមរយៈដំណើរការនៃការ fermentation ពោះវៀនក្រោយ fermentation សែលុយឡូសដោយបាក់តេរី symbiotic និងអតិសុខុមប្រាណតីទៀតកើតឡើងនៅក្នុងសេះខឹមនិងពោះវៀនធំសេះមិនអាចក្អួតបានទេដូច្នេះបញ្ហារំលាយអាហារអាចបណ្ដាលឲ្យមានអាការៈឈឺពោះយ៉ាងឆាប់រហ័សដែលជាមូលហេតុចម្បងនៃការស្លាប់ទោះបីជាសេះមិនមានថង់ទឹកប្រមាត់ក៏ដោយពួកវាអត់ធ្មត់នឹងបរិមាណខ្លាញ់ខ្ពស់នៅក្នុងរបបអាហាររបស់ពួកវាអារម្មណ៍របស់សេះគឺផ្អែកលើឋានៈរបស់ពួកវាជាសត្វព្រៃដែលពួកគេត្រូវតែដឹងអំពីបរិស្ថានជុំវិញខ្លួនគ្រប់ពេលវេលាភ្នែកសេះគឺជាសត្វមួយក្នុងចំណោមសត្វធនិកសត្វដីគោកដ៏ធំបំផុតសេះមានភ្នែកចំហៀងមានន័យថាភ្នែករបស់ពួកវាស្ថិតនៅលើចំហៀងក្បាលរបស់ពួកវា
នេះមានន័យថាសេះមានជួរនៃការមើលឃើញលើសពី350ដោយប្រហែល65នៃចំនួននេះគឺជាចក្ខុវិស័យកែវយិត្តនិង285ដែលនៅសល់គឺជាចក្ខុវិស័យកែវយិត្តសេះមានចក្ខុវិស័យពេលថ្ងៃនិងពេលយប់ដ៏ល្អឥតខ្ចោះប៉ុន្តែពួកវាមានចក្ខុវិស័យពីរពណ៌ឬចក្ខុវិស័យពីរពណ៌ចក្ខុវិស័យពណ៌របស់ពួកវាគឺស្រដៀងនឹងភាពពិការភ្នែកពណ៌ក្រហមបៃតងចំពោះមនុស្សដែលពណ៌មួយចំនួនជាពិសេសពណ៌ក្រហមនិងពណ៌ពាក់ព័ន្ធលេចឡើងជាម្លប់ពណ៌បៃតងអារម្មណ៍ធំក្លិនរបស់ពួកវាទោះបីជាល្អជាងមនុស្សច្រើនក៏ដោយក៏វាមិនល្អដូចឆ្កែដែរវាត្រូវបានគេជឿថាដើរតួនាទីយ៉ាងសំខាន់ក្នុងអន្តរកម្មសង្គមរបស់សេះក៏ដូចជាការរកឃើញក្លិនសំខាន់ផ្សេងទៀតនៅក្នុងបរិស្ថានសេះមានមជ្ឈមណ្ឌលធំក្លិនពីរប្រព័ន្ធទី1ស្ថិតនៅក្នុងរន្ធច្រមុះនិងប្រហោងច្រមុះដែលវិភាគក្លិនជាច្រើនប្រភេទទី2ដែលមានទីតាំងនៅក្រោមប្រហោងច្រមុះគឺជាសរីរាង្គ Vombronosauride ត្រូវបានគេហៅថាសរីរាង្គរបស់ Jacobson ទាំងនេះមានផ្លូវសរសៃប្រសាទដាច់ដោយឡែកមួយទៅកាន់ខួរក្បាលហើយហាក់ដូចជាវិភាគជាចម្បងនៅសារធាតុ Pheromones ការស្ដាប់របស់សេះគឺល្អហើយម្ជុលនៃត្រចៀកនីមួយអាចបង្វិលបានរហូតដល់180ដែលផ្ដល់សក្ដានុពលសម្រាប់ការស្ដាប់360ដោយមិនចាំបាច់រើក្បាលសំឡេងរំខានប៉ះពាល់ដល់ឥរិយាបថរបស់សេះហើយសំឡេងរំខានមួយចំនួនអាចរួមចំណែកដល់ភាពតានតឹងការសិក្សាមួយក្នុងឆ្នាំ2013នៅចក្រភពអង់គ្លេសបានបង្ហាញថាសេះនៅក្នុងក្រោមមានភាពស្ងប់ស្ងាត់បំផុតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ឬប្រសិនបើស្ដាប់តន្ត្រីបែបជនបទឬតន្ត្រីបុរាណប៉ុន្តែបានបង្ហាញសញ្ញានៃការភ័យនៅពេលស្ដាប់តន្ត្រីចង្វាក់ Jazz ឬតន្ត្រី Rock ការសិក្សានេះក៏បានណែនាំឲ្យរក្សាតន្ត្រីឲ្យនៅក្រោមកម្រិតសំឡេង21 decibel ផងដែរការសិក្សាមួយរបស់ប្រទេសអូស្ត្រាលីបានរកឃើញថាសេះប្រណាំងនៅក្នុងក្រោដែលស្ដាប់វិទ្យុនិយាយមានអត្រាខ្ពស់នៃដំបៅក្រពះជាងសេះដែលស្ដាប់តន្ត្រីហើយសេះប្រណាំងនៅក្នុងក្រោដែលចាក់វិទ្យុមានអត្រាខ្ពស់នៃដំបៅជាងសេះនៅក្នុងក្រោដែលមិនមានការចាក់វិទ្យុសេះមានអារម្មណ៍នៃទល់ឲ្យភាពដ៏អស្ចារ្យដោយសារតែសមត្ថភាពរបស់វាក្នុងការមានអារម្មណ៍ថាជើងរបស់វានិងដោយសារតែការវិវត្តខ្ពស់នៃការយល់ឃើញពីខ្លួនឯងដែលជាអារម្មណ៍មិនដឹងខ្លួនអំពីកន្លែងដែលរាងកាយនិងអវយវៈស្ថិតនៅគ្រប់ពេលវេលាអារម្មណ៍នៃការប៉ះរបស់សេះត្រូវបានវិវត្តយ៉ាងល្អតំបន់ដែលងាយរងគ្រោះបំផុតគឺនៅជុំវិញភ្នែកត្រចៀកនិងច្រមុះសេះអាចមានអារម្មណ៍ថាមានការប៉ះតិចតួចដូចជាសត្វល្អិតចុះចតនៅកន្លែងណាមួយនៅលើដងខ្លួនសេះមានអារម្មណ៍រសជាតិកម្រិតខ្ពស់ដែលអនុញ្ញាតឲ្យពួកវាតម្រៀបតាមចំណីនិងជ្រើសរើសអ្វីដែលពួកវាចង់ញ៉ាំបំផុតហើយបូមាត់ដែលអាចចាប់បានរបស់ពួកវាអាចតម្រៀបសូម្បីតែគ្រាប់តូចបានយ៉ាងងាយស្រួលជាទូទៅសេះមិនសើអ៊ីរុកជាតិពុលទេទោះយ៉ាងណាក៏ដោយមានករណីលើកលែងសេះម្ដុំម្កាលនិងស៊ីរុកជាតិពុលក្នុងបរិមាណពុលទោះបីជាមានអាហារដែលមានសុខភាពល្អគ្រប់គ្រាន់ក៏ដោយឥរិយាបថសេះជាសត្វដែលចូលចិត្តបរបាញ់ដែលមានប្រតិកម្មខ្លាំងដូចជាប្រយុទ្ធឬរត់គេចប្រតិកម្មដំបូងរបស់ពួកវាចំពោះការគំរាមកំហែងគឺភ្ញាក់ផ្អើលហើយជាធម្មតារត់គេចខ្លួនទោះបីជាពួកវានឹងឈរជើងហើយការពារខ្លួននៅពេលដែលមិនអាចហោះហើរបានឬប្រសិនបើកូនរបស់ពួកវាត្រូវបានគំរាមកំហែងក៏ដោយពួកវាក៏មានទំនោរចង់ដឹងចង់ឃើញផងដែរនៅពេលដែលភ្ញាក់ផ្អើលពួកវាច្រើនតែស្ទាក់ស្ទើរមួយផ្លែតក្នុងការស្វែងរកមូលហេតុនៃការភ័យខ្លាចរបស់ពួកវាហើយប្រហែលជាមិនតែងតែរត់គេចពីអ្វីដែលពួកវាយល់ឃើញថាមិនគំរាមកំហែងនោះទេពូជសេះជីស្រាលភាគច្រើនត្រូវបានបង្កើតឡើងសម្រាប់បឿនភាពរហ័សរហួនការប្រុងប្រយ័ត្ននិងការស៊ូទ្រាំដែលជាគុណសម្បត្តិធម្មជាតិដែលបន្តពីបុព្វបុរសព្រៃរបស់ពួកវាទោះជាយ៉ាងណាក៏ដោយតាមរយៈការបង្កាត់ពូជជ្រើសរើសពូជសេះមួយចំនួនមានភាពស្លូតបូតជាពិសេសសេះព្រាងមួយចំនួនសេះគឺជាសត្វហ្វូងដែលមានឋានានុក្រមច្បាស់លាស់នៃឋានៈដឹកនាំដោយបុគ្គលលេចធ្លោជាធម្មតាគឺសេះញីពួកវាក៏ជាសត្វសង្គមដែលអាចបង្កើតចំណងមិត្តភាពជាមួយប្រភេទសត្វរបស់វានិងជាមួយសត្វដទៃទៀតរួមទាំងមនុស្សផងដែរពួកវាទំនាក់ទំនងគ្នាតាមវិធីផ្សេងគ្នារួមទាំងការបញ្ចេញសំឡេងដូចជាការស្រែកធ្ងោឬការយំការសម្អាតនេះទៅវិញទៅមកនិងភាសាកាយវិការសេះជាច្រើននឹងពិបាកក្នុងការគ្រប់គ្រងប្រសិនបើពួកវានៅដាច់ដោយឡែកប៉ុន្តែជាមួយនឹងការហ្វឹកហាត់សេះអាចរៀនទទួលយកមនុស្សជាដៃគូហើយដូច្នេះមានផាសុកភាពនៅឆ្ងាយពីសេះដទៃទៀតទោះជាយ៉ាងណាក៏ដោយនៅពេលដែលត្រូវបានកំណត់ជាមួយនឹងការអំដំណើរការហាត់ប្រាណឬការរំញោចមិនគ្រប់គ្រាន់បុគ្គលម្នាក់អាចវិវត្តទៅជាអំពើអាក្រក់ដែលមានស្ថិរភាពទម្លាប់អាក្រក់ជាច្រើនប្រភេទភាគច្រើនជាគំរូដើមនៃប្រភពដើមផ្លូវចិត្តដែលរួមមានការទំពាឈើការទាត់ជញ្ជាំងកត្បាញការរញ្ជួយទៅមកនិងបញ្ហាផ្សេងទៀតចំណាត់ថ្នាក់វិទ្យានិងការវិវត្តសេះបានសម្របខ្លួនដើម្បីរស់រានមានជីវិតនៅក្នុងតំបន់ដែលមានដីធំទូលាយជាមួយនឹងរុក្ខជាតិកម្រដោយរស់រានមានជីវិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលសត្វស៊ីស្មៅធំផ្សេងទៀតជាពិសេសសត្វស៊ីស្មៅមិនអាចធ្វើបានសេះនិងសត្វសមីការដទៃទៀតគឺជាសត្វជើង4នៃលំដាប់ Perissodactyla ដែលជាក្រុមថនិកសត្វដែលលេចធ្លោក្នុងអំឡុងយុគសម័យទី3កាលពីអតីតកាលលំដាប់នេះមាន14គ្រួសារប៉ុន្តែមានតែ3ប៉ុណ្ណោះ Equidae
សេះនិងប្រភេទសត្វពាក់ព័ន្ធ Tapiridae, Tapir និង Rhinoceratidae សត្វវ៉ាមីដែលបានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នសមាជិកដំបូងគេដែលគេស្គាល់នៃគ្រួសារ Equidae គឺ Hyracotherium ដែលរស់នៅចន្លោះពី45ទៅ55លានឆ្នាំមុនក្នុងសម័យ Eocene វាមានម្រាមជើងចំនួន4នៅលើជើងខាងមុខនីមួយនិងម្រាមជើងចំនួន3នៅលើជើងខាងក្រោយនីមួយម្រាមជើងបន្ថែមនៅលើជើងខាងមុខបានបាត់ទៅវិញភ្លាមជាមួយនឹង Mesohippus ដែលរស់នៅពី32ទៅ37លានឆ្នាំមុនយូរទៅម្រាមជើងចំហៀងបន្ថែមបានរួញតូចរហូតដល់វាបាត់ទៅវិញអ្វីដែលនៅសេសសល់នៅក្នុងសេះសម័យទំនើបគឺជាសំណុំនៃឆ្អឹងតូចដែលនៅសេសសល់នៅលើជើងខាងក្រោមជង្គង់ដែលត្រូវបានគេស្គាល់ក្រៅផ្លូវការថាជាឆ្អឹងទ្រនុងជើងរបស់ពួកវាបានវែងជាងមុននៅពេលដែលម្រាមជើងរបស់ពួកវាបាត់ទៅរហូតដល់ពួកវាក្លាយជាសត្វដែលមានជើងវែងដែលអាចរត់បានក្នុងល្បឿនលឿនប្រហែល5លានឆ្នាំមុនសេះ Equus សម័យទំនើបបានវិវត្តហើយវាបានរីករាលដាលទៅកាន់ពិភពលោកចាស់ពីអាមេរិកខាងជើងក្នុងអំឡុង Pleistocene ថ្មីសេះ Equus ក៏បានវិវត្តពីការរុករកលើរុក្ខជាតិត្រូពិកទុនដើម្បីសម្របខ្លួនទៅនឹងការស្វែងរកសម្ភារៈរុក្ខជាតិស្ងួតបន្ទាប់មកទៅការស៊ីស្មៅវាលទំនាបដ៏លំបាកដូច្នេះសេះ Proto បានផ្លាស់ប្ដូរពីអ្នករស់នៅក្នុងព្រៃស៊ីស្លឹកឈើទៅជាអ្នករស់នៅក្នុងតំបន់ពាក់កណ្ដាលស្ងួតនៅទូទាំងពិភពលោករួមទាំងវាលស្មៅនៃអឺរ៉ាស៊ីនិងវាលទំនាបដ៏អស្ចារ្យនៃអាមេរិកខាងជើងប្រហែល15,000 ឆ្នាំមុន Echosaurus គឺជាប្រភេទសត្វ Holarctic ដ៏រីករាលដាលឆ្អឹងសេះពីសម័យកាលនេះគឺចុង Pleistocene ត្រូវបានរកឃើញនៅអឺរ៉ុបអឺរ៉ាស៊ីបេរីញ៉ានិងអាមេរិកខាងជើងយ៉ាងណាក៏ដោយចន្លោះពី10,000 ទៅ7,500 ឆ្នាំមុនសេះបានផុតពូជនៅអាមេរិកខាងជើងមូលហេតុនៃការផុតពូជនេះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែទ្រឹស្ដីមួយកត់សម្គាល់ថាការផុតពូជនៅអាមេរិកខាងជើងស្របគ្នានឹងការមកដល់របស់មនុស្សទ្រឹស្ដីមួយទៀតចង្អុលបង្ហាញពីការប្រែប្រួលអាកាសធាតុដោយកត់សម្គាល់ថាប្រហែល12,500 ឆ្នាំមុនស្មៅដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីវាលស្មៅបានប្រែក្លាយទៅជាដើមឈើទុនត្រាដែលត្រូវបានគ្របដណ្ដប់ដោយរុក្ខជាតិដែលមិនអាចបរិភោគបានការចិញ្ចឹមកូននិងប្រវត្តិសាស្ត្រការចិញ្ចឹមសេះទំនងជាបានកើតឡើងនៅអាស៊ីកណ្ដាលមុនឆ្នាំ3,500មុនសិប្រភពព័ត៌មានសំខាន់ពីរត្រូវបានប្រើដើម្បីកំណត់ថាតើសេះត្រូវបានគេចិញ្ចឹមជាលើកដំបូងនៅទីណានិងពេលណានិងរបៀបដែលសេះដែលត្រូវបានគេចិញ្ចឹមបានរីករាលដាលពាសពេញពិភពលោកប្រភពទី1គឺផ្អែកលើការរកឃើញខាងបុរាណវិទ្យានិងបុរាណវិទ្យាប្រភពទី2គឺជាការប្រៀបធៀបDNAដែលទទួលបានពីសេះសម័យទំនើបទៅនឹង DNA ពីឆ្អឹងនិងធ្មេញរបស់សំណល់សេះបុរាណភស្តុតាងបុរាណវិទ្យាដំបូងបំផុតសម្រាប់ការប៉ុនប៉ងចិញ្ចឹមសេះបានមកពីទីតាំងនានានៅតំបន់វាលស្មៅអឺរ៉ាស៊ីខាងលិចជាពិសេសតំបន់វ៉ុលគាដុនខាងក្រោមដែលមានអាយុកាលប្រហែល 4,000-3,500 មុនគសទោះជាយ៉ាងណាក៏ដោយសេះដែលត្រូវបានចិញ្ចឹមនៅវប្បធម៌បូថេក្នុងប្រទេសកាហ្សាក់ស្ថានគឺជាសេះរបស់ Przewalski មិនមែនជាបុព្វបុរសនៃសេះសម័យទំនើបទេនៅឆ្នាំ3000មុនសេះត្រូវបានគេចិញ្ចឹមទាំងស្រុងហើយនៅឆ្នាំ2000មុនមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនឆ្អឹងសេះដែលត្រូវបានរកឃើញនៅក្នុងការតាំងទីលំនៅរបស់មនុស្សនៅភាគពាយព្យនៃទ្វីបអឺរ៉ុបដែលបង្ហាញពីការរីករាលដាលនៃសេះដែលត្រូវបានចិញ្ចឹមនៅទូទាំងទ្វីបនេះភស្តុតាងថ្មីបំផុតប៉ុន្តែมันអាចប្រកែកបានបំផុតនៃការចេញចំបានមកពីកន្លែងដែលសំណល់សេះត្រូវបានបញ្ចុះជាមួយរទេះសេះនៅក្នុងភ្នូរនៃវប្បធម៌ឥណ្ឌូអឺរ៉ុប Synthashte និង Petrovka ប្រហែលឆ្នាំ2100មុនសមាសភាពសែនរបស់សេះចិញ្ចឹមសម័យទំនើបទាំងអស់សុទ្ធតែមានសែនដំពីដែលបានលេចចេញជាលើកដំបូងនៅភាគខាងលិចអឺរ៉ាស៊ីនៅចុងសតវត្សទី3មុនគ.ស. ទោះជាយ៉ាងណាក៏ដោយយ៉ំពីមានឥទ្ធិពលសែនមានកំណត់នៃសែនប្រភេទព្រៃក្នុងអំឡុងពេលនេះការរីករាលដាលយ៉ាងឆាប់រហ័សនៃយ៉ំពីបានកើតឡើងនៅប្រហែលឆ្នាំ2200មុនគ.ស. ដែលស្របគ្នានឹងវប្បធម៌ Synthashte និងការអភិវឌ្ឍរទេះរុញដែលមានកង់ស្ពូកនេះបង្ហាញថាការសម្របខ្លួនមួយចំនួនត្រូវបានជ្រើសរើសយ៉ាងខ្លាំងដោយសារតែការជិះនិងវប្បធម៌សម្ភារៈជិះសេះដែលរីករាលដាលជាមួយសេះខ្លួនឯងការចិញ្ចឹមសេះក៏ត្រូវបានសិក្សាដោយប្រើសម្ភារៈសែនរបស់សេះសម័យបច្ចុប្បន្នហើយប្រៀបធៀបវាជាមួយនឹងសម្ភារៈសែនដែលមាននៅក្នុងឆ្អឹងនិងធ្មេញរបស់សេះដែលត្រូវបានរកឃើញនៅក្នុងការជីកកកាយបុរាណវិទ្យានិងបុរាណវិទ្យាភាពខុសគ្នានៃសម្ភារៈសែនបង្ហាញថាសេះឈ្មោលព្រៃតិចតួចណាស់ដែលបានរួមចំណែកដល់សេះក្នុងស្រុកខណៈពេលដែលសេះញីជាច្រើនគឺជាផ្នែកមួយនៃហ្វូងសេះក្នុងស្រុកដំបូងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងភាពខុសគ្នានៃភាពខុសគ្នានៃសែនរវាងណាដែលត្រូវបានបញ្ជូនតាមខ្សែពុកឬខ្សែពុកក្រូម៉ូសូមីធៀបនឹងខ្សែម្ដាយឬខ្សែម្ដាយក្រូម៉ូសូមមីតូខុនត្រីមានកម្រិតនៃភាពប្រែប្រួលនៃក្រូម៉ូសូមអ៊ីទាបណាស់ប៉ុន្តែមានភាពខុសគ្នានៃសែនយ៉ាងច្រើននៅក្នុងឌីណាមីតូខុនត្រីក៏មានការប្រែប្រួលតាមតំបន់នៅក្នុងឌីណាមីតូខុនត្រីដោយសារតែការដាក់បញ្ចូលសេះញីព្រៃនៅក្នុងហ្វូងសេះក្នុងស្រុកលក្ខណៈមួយទៀតនៃការចិញ្ចឹមសេះគឺការកើនឡើងនៃការប្រែ
រួលពរម170ចំពោះសេះចំនួននេះបានកើនឡើងយ៉ាងខ្លាំងរវាងឆ្នាំ5000និង3000មុនសមុនពេលមានបច្ចេកទេសណាដើម្បីដោះស្រាយសំណួរទាក់ទងនឹងការចិញ្ចឹមសេះសមត្ថកម្មផ្សេងត្រូវបានស្នើឡើងការចាត់ថ្នាក់មួយគឺផ្អែកលើប្រភេទរាងកាយនិងរូបរាងដែលបង្ហាញពីវត្តមាននៃគំរូមូលដ្ឋានចំនួន4ដែលបានសម្របខ្លួនទៅនឹងបរិស្ថានរបស់ពួកវាមុនពេលចិញ្ចឹមសមត្ថកម្មមួយទៀតបានលើកឡើងថាគំរូទាំង4មានប្រភពមកពីប្រភេទសត្វព្រៃតែមួយហើយប្រភេទរាងកាយផ្សេងគ្នាទាំងអស់គឺជាលទ្ធផលនៃការបង្កាត់ពូជជ្រើសរើសទាំងស្រុងបន្ទាប់ពីការចិញ្ចឹមទោះជាយ៉ាងណាក៏ដោយកង្វះរចនាសម្ព័ន្ធរងដែលអាចរកឃើញនៅក្នុងសេះបានបណ្ដាលឲ្យមានការបដិសេធសមត្ថកម្មទាំងពីរអន្តរកម្មជាមួយមនុស្សនៅទូទាំងពិភពលោកសេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌មនុស្សហើយបានធ្វើដូច្នេះអស់ជាច្រើនសហវត្សរ៍មកហើយសេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកម្សាន្តកីឡានិងគោលបំណងធ្វើការអង្គការស្បៀងអាហារនិងកសិកម្ម FAO បានប្រមាណថាក្នុងឆ្នាំ2008មានសេះជិត59,000,000 ក្បាលនៅលើពិភពលោកដោយមានប្រហែល33,500,000 ក្បាលនៅអាមេរិក13,800,000 ក្បាលនៅអាស៊ីនិង6,300,000 ក្បាលនៅអឺរ៉ុបនិងផ្នែកតូចនៅអាហ្វ្រិកនិងអូសេអានីគេប៉ាន់ប្រមាណថាមានសេះចំនួន9,500,000 ក្បាលនៅសហរដ្ឋអាមេរិកតែមួយក្រុមប្រឹក្សាសេះអាមេរិកប៉ាន់រ៉ូម៉ានថាសកម្មភាពតាក់ទងនឹងសេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាង$39,000 លានដែលគាំទ្រដល់ការងារពេញម៉ោងចំនួន$1.4 លានហើយនៅពេលដែលការចំណាយដោយប្រយោលត្រូវបានពិចារណាផលប៉ះពាល់គឺជាង$102,000 លាននៅក្នុងការស្ទង់មិត្តគឺឆ្នាំ2004ដែលធ្វើឡើងដោយ Animal Planet អ្នកទស្សនាជាង50,000 អ្នកមកពី73ប្រទេសបានបោះឆ្នោតឲ្យសេះជាសត្វដែលចូលចិត្តលំដាប់ទី4របស់ពិភពលោកការទំនាក់ទំនងរវាងមនុស្សនិងសេះគឺមានសារៈសំខាន់បំផុតនៅក្នុងសកម្មភាពជិះសេះណាមួយដើម្បីជួយដំណើរការនេះសេះជាធម្មតារើបានជិះដោយមានកែបនៅលើខ្នងរបស់វាដើម្បីជួយឲ្យអ្នកជិះមានតុល្យភាពនិងទីតាំងព្រមទាំងខ្សែចុងសេះឬសម្ភារៈពាក់ក្បាលដែលពាក់ព័ន្ធដើម្បីជួយឲ្យអ្នកជិះរក្សាការគ្រប់គ្រងពេលខ្លះសេះត្រូវបានជិះដោយគ្មានកែប193ហើយពេលខ្លះសេះត្រូវបានហ្វឹកហាត់ឲ្យសម្ដែងដោយគ្មានខ្សែចុងសេះឬសម្ភារៈពាក់ក្បាលផ្សេងទៀតសេះជាច្រើនក៏ត្រូវបានបើកបរផងដែរដែលតម្រូវឲ្យមានខ្សែចុងសេះនិងយានយន្តមួយចំនួន